រត់ដល់ស្ទូចបានត្រីថ្ងៃនេះស្ទូចបានបកងយ៉ាងធំមែនតើអីដែលសំខាន់ថ្ងៃនេះគឺមកញ៉ាំអាំងសាច់បែបលក្ខណៈជួបជុំក្រុមគ្រួសារនិយាយទៅគឺ fresh ខ្លាំងមែនតើហ្មងខ្ញុំអត់ឆ្ងល់ទេហេតុអីបានជាថ្ងៃចុងសប្តាហ៍ភាគច្រើនណាគេចូលចិត្តនាំគ្នាទៅដើរលេងថ្ងៃនេះខ្ញុំនឹងបកស្រាយប្រាប់បងៗទាំងអស់គ្នាជំរាបសួរសួស្តីបងៗទាំងអស់គ្នាស្វាគមន៍មកកាន់ Page Mini សាជាថ្មីខ្ញុំបានធ្វើដំណើរមកដល់ខេត្តតាកែវម្ដងមកញ៉ាំអីជួបជុំក្រុមគ្រួសារបែបលក្ខណៈប៉ុណ្ណេះហើយក៏ឆ្ងាញ់ហើយគូសប្បាយដែរតើអញ្ចឹងខ្ញុំចាប់ផ្ដើមចូលដល់ប្រធានបទយើងតិចទៅណាហេតុអីបានយើងចូលចិត្តដើរលេងថ្ងៃចុងសប្តាហ៍មនុស្សភាគច្រើនដោយសារតែមួយអាទិត្យយើងធ្វើការឬក៏រៀនអស់រយៈពេល6ថ្ងៃហើយអញ្ចឹងសល់ពេលមួយថ្ងៃគត់ដើម្បីយើងដើរលេងជួបជុំក្រុមគ្រួសារដើម្បី relax ខ្លះព្រោះថាពេលយើងធ្វើការឬក៏រៀនហ្នឹងគឺមានកិច្ចការងារជាច្រើនដើម្បីយើងធ្វើការអន្ទិញគឺខួរក្បាលយើងក៏ចេះ stress ដែរអញ្ចឹងហើយយើងអាចដើរលេងនៅជិតក៏បានឆ្ងាយក៏បានដែរតាមសមត្ថភាពដែលយើងធ្វើបានណាព្រោះដោយសារតែនៅសល់ពេលតែមួយថ្ងៃអញ្ចឹងហើយយើងមិនអាចដើរលេងនៅតំបន់ឆ្ងាយបានអញ្ចឹងមានតែដើរលេងជិតៗហ្នឹងឯងហើយមើលនិយាយពីដើរនៅក្នុងវីដេអូខ្ញុំវិញនិយាយថាបានបកងហ្នឹងគឺដោយសារតែមានគាត់អ្នកដែលមកនេសាទអញ្ចឹងទៅគឺបានបកងយើងក៏ចែកគាត់ទិញអញ្ចឹងទៅហើយបើយើងមកនេះវិញគឺមកស្ទូចត្រីទេស្ទូចលេងអីអញ្ចឹងណាបងស្ទូចត្រីក៏ស្ទូចទៅអ្នកញ៉ាំក៏ញ៉ាំទៅអញ្ចឹងណានិយាយទៅគឺភ្លេចមិនបានជាមួយនឹងម្ជូរហ្នឹងហ្មងមកថាប្អូនខ្ញុំប៉ុណ្ណឹងក៏ចូលចិត្តម្ជូរដែរហើយនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្ណឹងអរគុណបងៗទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយបើសិនជាការនិយាយរបស់ខ្ញុំការខុសឆ្គងលើសលួសក៏សូមអធិស្ឋានទុកជាមុនផងណាបាយបាយ